ខ្ញុំជឿថាអ្វីដែលខ្ញុំមើលឃើញអ្នកទាំងអស់គ្នាក៏មើលឃើញដូចគ្នាជាទូទៅមនុស្សយើងភាគច្រើនមិនថាអ្នកណាទេសូម្បីតែខ្ញុំក៏យើងតែងតែប្រាថ្នាចង់បានអ្វីដែលល្អបំផុតនៅក្នុងជីវិតមិនថាការងារផ្ទះទូរស័ព្ទហើយយើងចង់បានជីវិតមួយដែលមានអ្វីៗគ្រប់យ៉ាងប៉ុន្តែពេលខ្លះនៅពេលដែលយើងផ្ដោតទៅលើរឿងទាំងអស់ហ្នឹងខ្លាំងពេកវាក៏អាចជាមូលហេតុដែលធ្វើឲ្យយើងអត់សប្បាយចិត្តដូចគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងតូចមួយប៉ុន្តែវាបានផ្លាស់ប្ដូរការមើលឃើញនៃជីវិតរបស់ខ្ញុំរឿងមួយដូចដែរគឺតាក់ទងអំពីពែងកាហ្វេថ្ងៃមួយមានក្រុមនិស្សិតចាស់ៗមួយក្រុមគឺនិស្សិតដែលគាត់បានរៀនចប់ពួកគាត់សុទ្ធតែមានការងារធ្វើអញនិយាយបានថាពួកគាត់សុទ្ធតែមានភាពជោគជ័យនៅក្នុងជីវិតរបស់ពួកគាត់រៀងៗខ្លួនពួកគាត់ក៏បានបបួលគ្នាទៅសួរសុខទុក្ខអតីតគ្រូបង្រៀនរបស់ពួកគាត់ពេលទៅដល់ផ្ទះលោកគ្រូពួកគាត់ក៏បានទៅចែកគ្នាលេងធម្មតាហើយពួកគាត់និយាយពីការងារជីវិតហើយនឹងបញ្ហាប្រឈមផ្សេងៗមើលទៅទោះបីជាពួកគាត់មានភាពជោគជ័យនៅក្នុងជីវិតមិនក៏ដោយប៉ុន្តែមនុស្សជាច្រើននៅតែមានអារម្មណ៍តានតឹងម្នាក់ៗគាត់ត្អូញត្អែពីសម្ពាធការងារបញ្ហាលុយកាក់ហើយការប្រកួតប្រជែងនៅក្នុងឆាកជីវិតលោកគ្រូគាត់បានស្ដាប់យ៉ាងស្ងប់ស្ងាត់បន្ទាប់មកគាត់ក៏ញញឹមហើយគាត់និយាយថាឥឡូវទាំងអស់គ្នាចាំបន្តិចចាំលោកគ្រូទៅឆុងកាហ្វេឲ្យអ្នកទាំងអស់គ្នាញ៉ាំមួយសន្ទុះក្រោយមកលោកគ្រូក៏គាត់ត្រឡប់មកវិញជាមួយនឹងកាហ្វេមួយប៉ាន់យ៉ាងធំប៉ុន្តែគាត់អត់ឲ្យពែងកាហ្វេហ្នឹងទៅកាន់អ្នកទាំងអស់គ្នាហ្នឹងគឺពែងដូចគ្នាទេគាត់មានពែងជាច្រើនពែងខ្លះជាពែងកញ្ចក់ពែងខ្លះពែងជ័រពែងខ្លះទៀតគឺសាមញ្ញធម្មតាហើយពែងខ្លះទៀតគឺមើលទៅគឺរបៀបថាជាពែងដែលមានតម្លៃអត់គិតច្រើនពួកគាត់ដែលជាសិស្សហ្នឹងក៏បានរើសពែងរៀងៗខ្លួនប៉ុន្តែពែងដែលស្អាតពែងដែលមើលទៅពិនិត្យគឺត្រូវបានគេចាប់យកមុនអស់អញ្ចឹងពែងដែលសេសសល់នៅលើតុគឺវានៅត្រឹមតែជាពែងកាហ្វេធម្មតានៅពេលដែលពួកគាត់បានពែងកាហ្វេនៅក្នុងដៃគ្រប់គ្នាលោកគ្រូរបស់គាត់ក៏បានសម្លឹងពួកគាត់ទៅស្នាមញញឹមបន្ទាប់មកលោកគ្រូក៏និយាយថាទាំងអស់គ្នាមានចាប់អារម្មណ៍អីមួយអត់អ្នកទាំងអស់គ្នាបានចាប់យកពែងដែលស្អាតបំផុតនៅលើតុប៉ុន្តែអាពែងធម្មតាអត់មានណាគេយកទេទុកចោលបន្ទាប់មកលោកគ្រូក៏គាត់បានបញ្យល់នៅរឿងមួយទាំងអស់គ្នាដឹងអត់កាហ្វេគឺតំណាងឲ្យជីវិតរបស់មនុស្សយើងម្នាក់ៗប៉ុន្តែពែងគឺវាគ្រាន់តែតំណាងឲ្យអ្វីៗដែលនៅជុំវិញជីវិតរបស់យើងតែប៉ុណ្ណោះដូចជាការងារលុយកាក់ទ្រព្យធននិងស្ថានភាពផ្សេងៗគាត់ក៏បន្តថាជីវិតមនុស្សរបស់យើងជីវិតអ្នកទាំងអស់គ្នាជីវិតរបស់ខ្ញុំគឺប្រៀបដូចជាកាហ្វេពែងគ្រាន់តែជាវត្ថុដែលយើងប្រើប្រាស់សម្រាប់ផ្ទុកវាតែប៉ុណ្ណោះមនុស្សជាច្រើនចំណាយពេលស្ទើរតែពេញមួយជីវិតក្នុងការប្រកួតប្រជែងដើម្បីបានពែងដែលល្អបំផុតយើងចង់បានផ្ទះល្អយើងចង់បានឡានប្រណិតយើងចង់រស់នៅក្នុងស្ថានភាពមួយដែលល្អបំផុតប៉ុន្តែនៅក្នុងដំណើរការនៃជីវិតរបស់យើងនេះពេលខ្លះយើងភ្លេចរីករាយជាមួយនឹងកាហ្វេមានន័យថាយើងអត់បានចាប់អារម្មណ៍ពីជីវិតរបស់យើងទេសុភមង្គលពិតប្រាកដមិនមែន
កើតចេញអំពីពែងកាហ្វេទេមិនថាពែងនឹងស្អាតប៉ុណ្ណាទេដូច្នេះនៅពេលដែលយើងមានអារម្មណ៍តានតឹងនៅក្នុងឆាកជីវិតទាំងអស់គ្នាត្រូវចងចាំមេរៀនសាមញ្ញមួយនេះកុំផ្ដោតទៅលើពែងខ្លាំងពេកពួកអីអ្វីដែលយើងចង់បានគឺយើងគ្រាន់តែចង់ក្រេបរសជាតិកាហ្វេដែលឆ្ងាញ់តែប៉ុណ្ណោះពែងគ្រាន់តែជាវត្ថុសម្រាប់ផ្ទុកកាហ្វេប៉ុណ្ណោះចឹងពែងមួយណាក៏យើងអាចញ៉ាំកាហ្វេដែលមានរសជាតិឆ្ងាញ់មួយនេះបានដែរ